សួស្តីបងប្អូនទាំងគ្នានៅក្នុងវីដេអូមួយនេះខ្ញុំនឹងមកបង្ហាញពីរបៀបនៃការភ្ជាប់អាសយដ្ឋានក្រុមហ៊ុន Loda ចូលទៅក្នុង App Lazada អញ្ចឹងនៅក្នុងមេរៀនរបស់ខ្ញុំធ្លាប់បានបង្ហាញម្ដងហើយពាក់ព័ន្ធជាមួយនឹងការទិញនៅក្នុង App Lazada ដែលយើងដឹកតាម Loda ប៉ុន្តែដោយឡែកឥឡូវនេះគឺខាង Loda គេបាន update ឃ្លាំងថ្មីអញ្ចឹងឃ្លាំងដែលខាងវៀតណាមរបស់ Loda នេះនៅក្នុង App Loda ហ្មងខ្ញុំបានសួរតាក់ទងសួរទៅខាង Loda ដែរគាត់ថាគឺគាត់ឲ្យប្រើឃ្លាំងថ្មីដោយឃ្លាំងអាសយដ្ឋានឃ្លាំងថ្មីហ្នឹងគឺអត់មាន update ចូលក្នុង App Loda ទេគឺគាត់បាន send ចូលទៅក្នុង chat ឲ្យខ្ញុំអញ្ចឹងដោយសារតែខ្ញុំ chat ទៅគឺ page Loda Asia Express បងប្អូនអាច chat ទៅគាត់ទៅដើម្បីសុំអាសយដ្ឋានឃ្លាំងថ្មីអញ្ចឹងគាត់នឹងបង្ហាញជាទម្រង់អាសយដ្ឋានបែបនេះនិងគំរូដូចនៅក្នុងរូបភាពដែលគាត់ផ្ញើមកនេះអញ្ចឹងអាសយដ្ឋាននេះខ្ញុំអត់ដឹងថាគេប្រើរហូតដល់ពេលណាទៀតទេព្រោះដោយសារថាក្នុងកំឡុងដល់ពេលខ្ញុំធ្វើវីដេអូនិងការប្រើប្រាស់រាល់ថ្ងៃនេះគឺខ្ញុំប្រើអាសយដ្ឋានមួយហ្នឹងអញ្ចឹងបើបងប្អូនមើលវីដេអូនេះអាចថាវាយូរឬក៏យូរខែយូរឆ្នាំទៅអាចនឹងមានការផ្លាស់ប្ដូរអីចឹងទៅបងប្អូនអាចឆាតទៅសុំអាសយដ្ឋានឃ្លាំងនេះពីខាង App Loda Asia Express នឹងម្ដងទៀតទៅគាត់ថាតម្រង់បំពេញវាប្រហែលគ្នាទេពេលខ្លះបើសិនជាគេខុសតែកន្លែងទីតាំងសង្កាត់ឬក៏ស្រុកទេបើភាគច្រើនគឺនៅក្នុងហូជីមីញដូចគ្នាអញ្ចឹងកុំឲ្យខាតពេលយូរយើងរបៀបចូលទៅដាក់អាសយដ្ឋានហ្នឹងយើងឆាតទៅសុំអាសយដ្ឋានពីខាង Loda ថ្មីមកយើង copy វាទៅបាទបន្ទាប់ពី copy រួចយើងចូលទៅក្នុងកន្លែង node នេះមកយើងផាសចូលនៅកន្លែង node នេះមួយសិនរួចយើងចូលទៅបើក App Lazada របស់យើងមកបាទបន្តមកទៀតយើងចុចទៅលើកន្លែងវា account កន្លែងនេះរួចយើងចូលទៅកន្លែង setting នៅខាងស្ដាំដៃខាងលើហើយយើងចូលទៅកន្លែងពាក្យថា address book បន្តមកទៀតយើងចុចទៅកន្លែង add address បាទអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងត្រូវបំពេញអាសយដ្ឋានឃ្លាំងថ្មីចូលហើយអញ្ចឹងយើងចូលទៅយកពីក្នុង node របស់យើងមកកន្លែង receipt name គឺអក្សរមួយជួរនេះបាទយើងផាសវាមកបន្តមកទៀតកន្លែងលេខទូរស័ព្ទក៏យើងត្រូវចូលទៅ copy ដូចគ្នាដែរកន្លែងលេខ070នេះកន្លែងលេខទូរស័ព្ទនេះពេលខ្លះក៏អាចនឹងខុសគ្នាដែរបើសិនជាគេផ្ញើឲ្យថ្មីបងប្អូនដាក់តាមខាង Loda ផ្ញើឲ្យយើងថ្មីមកណាបន្តមកទៀតកន្លែង street building name នេះយើងចូលទៅ copy កន្លែងចាប់ពីកន្លែងនេះមករហូតមកដល់កន្លែង Ho Chi Minh យើង copy វាមកយើងយកមកផាសកន្លែង street building name បាទអញ្ចឹងនៅក្នុងប្រអប់មួយនេះខ្ញុំបញ្ជាក់បងប្អូនថានៅក្នុងកន្លែងវងកញ្ចក់នេះមានលេខ KH នេះគឺជាលេខ KH របស់ខ្ញុំទេលេខ350461នេះខាងលើនេះក៏ដូចគ្នាដែរអញ្ចឹងសម្រាប់លេខ KH នេះបើបងប្អូនមាន account Loda ផ្ទាល់ខ្លួនគឺលេខ KH អត់ដូចរបស់ខ្ញុំអញ្ចឹងទេអញ្ចឹងចំណាំមើលកន្លែងហ្នឹងផងតិចយកលេខ KH របស់ខ្ញុំយកទៅដាក់ក្នុងអាសយដ្ឋានហ្នឹងដែរពេលវ៉ាន់ចូលដល់ឃ្លាំងនៅវៀតណាមហ្នឹងគេនឹង scan ចូល account Loda របស់ខ្ញុំហើយអញ្ចឹងអាចនឹងពិបាករកវ៉ាន់ណាបងប្អូនដែលថ្មីអត់សូវតាមទាន់កន្លែងហ្នឹងអីប្រយ័ត្នកន្លែងលេខ KH ហ្នឹងមែនតើបន្តមកទៀតយើងចូលទៅរើសកន្លែងបាទយើងចូលទៅរើសកន្លែង city district យើងចុចលើនឹងមួយមកបងប្អូនអូសចុះក្រោមឲ្យផុតមកបងប្អូនរកមើលកន្លែង Ho Chi Minh បាទនេះគឺអក្សរដែលវែងជាងគេនេះបាទបន្តមកទៀតកន្លែង city បងប្អូនអូសទៅក្រោមទៅបាទនេះគឺកន្លែងអក្សរមួយនេះបងប្អូនមើលដូចគ្នាចឹងមកបាទហ្នឹងដោយសារតែខាង Loda គាត់ផ្ញើឲ្យខ្ញុំជារបៀបនេះបាទនៅ Ho Chi Minh ហើយនៅស្រុកមួយនេះអញ្ចឹងកន្លែងនេះបើសិនជាគេដាក់តម្រងបែបណាបងប្អូនរើសតាមនឹងមកហើយបើសិនជាអាចនៅក្នុងឆាតដែលយើងឆាតជាមួយខាង Loda នេះជាទូទៅគឺគេមានផ្ញើជាគំរូឲ្យយើងបំពេញស្រាប់តែម្ដងអញ្ចឹងយើងគ្រាន់តែយកគំរូតាមគេនឹងមកអូខេអញ្ចឹងកន្លែងនេះដោយសារតែគាត់ផ្ញើឲ្យខ្ញុំមកអញ្ចឹងក៏ខ្ញុំរើសតាមនឹងដូចគ្នាទៅបាទរួចយើងចូលមកក្នុង Lazada របស់យើងវិញនៅកន្លែង unit floor នេះគឺយើងអត់ដាក់អីទេហើយកន្លែងនេះគឺយើងរើសយកពាក្យថា office ហើយនៅកន្លែងនេះយើងយកពាក្យថា on អញ្ចឹងមានបងប្អូនខ្លះគាត់ឆ្ងល់កន្លែង default shipping address នេះកន្លែងរបស់គាត់អត់មាន on ឬក៏ off ទេកន្លែងហ្នឹងណា
អញ្ចឹងបងប្អូនចុច save យកហ្មងទៅអានេះដោយសារតែខ្ញុំមានជាប់អាស័យដ្ឋានច្រើននៅក្នុង app Lazada ហ្នឹងអញ្ចឹងគឺវាឲ្យខ្ញុំត្រូវមានកន្លែងបើក on off កន្លែង default shipping address អញ្ចឹងបើខ្ញុំយក on កន្លែងនេះមានន័យថានៅពេលដែលអាវ៉ាន់ខ្ញុំកំងក្រោយទៅគឺគេនឹងដាក់ទៅកាន់អាស័យដ្ឋានមួយហ្នឹងហើយអញ្ចឹងខ្ញុំយក on កន្លែងហ្នឹងហើយខ្ញុំចុច save វាអញ្ចឹងមុននឹង save ក៏បងប្អូនទៅពិនិត្យមើលវាឡើងវិញដែរខ្ញុំបញ្ជាក់ម្ដងទៀតជាពិសេសកន្លែងលេខ KH កន្លែងនេះមួយនៅក្នុងប្រអប់ street building name នេះគឺមានលេខ KH បងប្អូនណាអត់យកលេខដូចខ្ញុំអញ្ចឹងទេបន្ទាប់ពីពិនិត្យមើលត្រឹមត្រូវហើយបងប្អូនចុច save ទៅគេអញ្ចឹងអានេះយើងអាចបំពេញអាស័យដ្ឋានរបស់ឃ្លាំងលោដានៅក្នុង app Lazada នឹងបានអញ្ចឹងយើងអាចធ្វើការបញ្ជាទិញបានធម្មតាហើយមួយទៀតសម្រាប់បងប្អូនដែលកំពុងតែទិញទៅជួនកាលបងប្អូនតាមដាននៅក្នុង app Lazada ទៅឃើញអីវ៉ាន់ហ្នឹងចូលឃ្លាំងហើយឃើញគេដាក់delivered មានន័យថាអីវ៉ាន់ហ្នឹងគឺបានចូលដល់ឃ្លាំងហើយបានចុះហត្ថលេខាទទួលហើយប៉ុន្តែនៅក្នុង app loader របស់ពួកគាត់អត់ទាន់ឃើញ load ចូលក្នុង app loader ឬក៏អត់ទាន់ឃើញពាក្យថាត្រូវបានបញ្ជូនទៅក្រៅប្រទេសទេនៅតែកំពុងរងចាំការផ្ទុកអីចឹងទៅនៅកន្លែងពាក្យកញ្ចប់របស់ខ្ញុំអញ្ចឹងកន្លែងហ្នឹងជាបទពិសោធន៍របស់ខ្ញុំនៅតាមការដឹកជញ្ជូន loader នៅពេលដែលអវ៉ាន់ចូលឃ្លាំងថ្មីចូលឃ្លាំងនៅវៀតណាមថ្មីរយៈពេល1ថ្ងៃ2ថ្ងៃ3ថ្ងៃដំបូងហ្នឹងអាចនឹងគេអត់ទាន់ scan ចូលក៏ថាបានដែរអញ្ចឹងពេលខ្លះអាច4-5ថ្ងៃអីចឹងទៅបានខាង loader គាត់ scan ចូលនៅក្នុង app loader ក្នុង account loader របស់យើងដាក់ថាអវ៉ាន់ហ្នឹងត្រូវបានបញ្ជូនទៅក្រៅប្រទេសហើយអញ្ចឹងបងប្អូនកន្លែងហ្នឹងកុំភ័យកុំជួច្បល់អីអាចនឹងពេលខ្លះ1ថ្ងៃ2ថ្ងៃដំបូងគេអត់ទាន់ scan ចូលទេអានេះខ្ញុំអត់ដឹងថា system របស់ខាង loader យ៉ាងម៉េចដែរបើខាងឃ្លាំងចិននៅពេលដែលគ្រាន់តែអវ៉ាន់ហ្នឹងគេបានចុះហត្ថលេខាដឹកដល់ឃ្លាំងចិនភ្លាមរយៈពេលយ៉ាងយូរ1ថ្ងៃអីហ្នឹងឬក៏ដល់ពេលល្ងាចស្អែកឡើងពេលព្រឹកហ្នឹងគឺឃើញ scan ចូលនៅក្នុង account loader របស់យើងថាអវ៉ាន់ហ្នឹងបានដឹកចេញមកខ្មែរប៉ុន្តែដល់ឡែកនៅក្នុងប្រទេសវៀតណាមឃ្លាំងវៀតណាមគឺអត់លឿនអញ្ចឹងទេជួនកាល3-4ថ្ងៃអវ៉ាន់ចូលឃ្លាំងវៀតណាម3-4ថ្ងៃហើយបានគេ scan ចូល account loader របស់យើងអាហ្នឹងខ្ញុំអត់ដឹងថា system គេយ៉ាងណាដែរប៉ុន្តែគាត់ថានេះជាការចែកម្លែកបទពិសោធន៍នៅក្នុងការតាមដានទំនិញនៅក្នុង app loader ដែលដឹកជញ្ជូនពីវៀតណាមមកបងប្អូនមានចង្អុលផ្សេងអាច comment សួរនៅខាងក្រោមវីដេអូបានឬមួយក៏បងប្អូនអាច join ជា group Telegram ដែលមាន link នៅខាងក្រោម description នៃវីដេអូនឹងស្រេចសម្រាប់ការ join group Telegram នេះគឺខ្ញុំឆាចម្នាក់$1ដើម្បីចូលទៅក្នុង group ហ្នឹងបងប្អូនដែលមានសំណួរឬក៏មានចង្អុលផ្សេងពាក់ព័ន្ធជាមួយនឹងការទិញទំនិញមិនថាពីវៀតណាមឬក៏ពីចិនទេបងប្អូនអាចសាកសួរនៅក្នុង group ហ្នឹងផ្ទាល់ដោយឡែកសម្រាប់បងប្អូនដែលចង់ចេះទិញឲ្យកាន់តែច្បាស់អាចតំណងទិញជាកញ្ចប់មេរៀនតាមរយៈ Telegram ដែលមានលេខនៅលើវីដេអូនឹងស្រាប់បងប្អូន add មកហើយសម្រាប់តម្លៃកញ្ចប់មេរៀនមកចេះ$10ខ្ញុំមានជាវីដេអូមេរៀនលម្អិតជូនបងប្អូនតាំងពីដើមដល់ចប់នៅពេលដែលបងប្អូនធ្វើទៅមានបញ្ហាឬក៏មានចង្អល់កន្លែងណាអាចឆាសួរនាំខ្ញុំបានខ្ញុំដោះស្រាយជូនតាមរយៈ Telegram private តែម្ដងវីដេអូមួយនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនអរគ្នាជម្រាបលាបាយ